សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីបង្ហាញពីលក្ខណៈពិសេសនៅលើ model Huawei គ្រប់ model ដែលមានប្រើកាយ៉ាដៃតែខ្ញុំសូមលើកយកទៅលើ model GR5 ដែលខ្ញុំកំពុងការនៅក្នុងដៃខ្ញុំផ្ទាល់ដែលវាមាន sensor scan កាយ៉ាដៃនៅខាងក្រោយនេះផ្ទាល់ដូចជាអ្នកទាំងអស់គ្នាបានឃើញស្រាប់ចំណុចពិសេសដែលខ្ញុំចង់និយាយនៅថ្ងៃនេះគឺចង់លើកយកពី tip នៅលើ fingerprint របស់ model Huawei ចំណុចពិសេសនៅលើ model Huawei គឺលោកអ្នកអាច scan កាយ៉ាដៃលើសពី5ម្រាមដៃនៅការ scan fingerprint ហើយខ្ញុំសូមបង្ហាញពីរបៀបនៃការ scan fingerprint តែ fingerprint តែមួយប៉ុណ្ណោះតែលោកអ្នកអាចប្រើបានទៅដល់5ម្រាមក្នុងពេលតែមួយអូខេអញ្ចឹងខ្ញុំសូមបង្ហាញតែម្ដងនៅយើងចូលទៅក្នុង fingerprint ID បន្ទាប់មកទៀតចូលទៅក្នុង fingerprint management ដោយសារតែខ្ញុំបានដាក់ password ដែលខ្ញុំបានដាក់គឺ1234អញ្ចឹងខ្ញុំសូមដោះសារចូលទៅក្នុងការ add fingerprint អញ្ចឹងគឺវានឹង load message ឲ្យយើងជាការ enroll fingerprint គឺជាការ scan ដើម្បី recognize fingerprint នៅក្នុងការ enroll គឺវាមានលក្ខណៈពិសេសមួយត្រង់ថាវានឹងឲ្យយើង scan 6ដងដើម្បី recognize fingerprint នេះអញ្ចឹងលើកទី1ខ្ញុំសូម scan ម្រាមចង្អុលបន្ទាប់មកទៀតខ្ញុំសូម scan ម្រាមទី2គឺជាម្រាមកណ្ដាលនិងបន្ទាប់មកទៀតគឺជាលើកទី3ដែលខ្ញុំ scan គឺដៃនាងរបស់ខ្ញុំផ្ទាល់និងលើកទី4ខ្ញុំសូម scan ជាម្រាមកូនដៃរបស់ខ្ញុំអូខេសូម scan កូនដៃនិងទី5គឺជាម្រាមមេដៃរបស់ខ្ញុំអញ្ចឹងវានឹងទាមទារឲ្យយើងធ្វើការ scan ដើម្បីឲ្យវាស្គាល់ជាមួយនឹងម្រាមនោះមួយទៀតនៅចុងក្រោយជាការ confirm អញ្ចឹងយើងត្រូវមើលចំណុចដែលវា load ឲ្យយើង scan ម្ដងទៀតគឺជាម្រាមកូនដៃអញ្ចឹងខ្ញុំសូម scan ម្រាមកូនដៃរបស់ខ្ញុំម្ដងទៀតអូខេអញ្ចឹងគឺយើងបាន scan ទៅលើ fingerprint តែមួយប៉ុន្តែយើងបានប្រើដល់ទៅ5ម្រាមដៃអញ្ចឹងជាមួយនឹងបន្តមកទៀតខ្ញុំនឹងអូខេអញ្ចឹងគឺការ scan របស់លោកអ្នកគឺរួចរាល់អញ្ចឹងចំពោះ fingerprint តែមួយដែលលោកអ្នកបានឃើញនៅក្នុងនេះផ្ទាល់ខ្ញុំសូមចូលទៅបង្ហាញម្ដងទៀតគឺយើងប្រើជាមួយទៅ fingerprint recognize គឺមានតែមួយតែប៉ុណ្ណោះប៉ុន្តែខ្ញុំអាចប្រើជាមួយនឹង5ម្រាមដៃដើម្បីធ្វើការដោះសោសូមមើលទាំងអស់គ្នាអូខេនេះគឺជាម្រាមចង្អុលរបស់ខ្ញុំអូខេគឺដើម្បីធ្វើការដោះសោម្រាមចង្អុលខ្ញុំនឹងចុច lock សោបន្តមកទៀតខ្ញុំនឹងប្រើម្រាមកណ្ដាលរបស់ខ្ញុំដើម្បីធ្វើការដោះសោអូខេនេះគឺម្រាមកណ្ដាលអូខេជាម្រាមកណ្ដាលបាន2ម្រាមហើយឥឡូវនេះខ្ញុំប្រើក្នុងដៃនាងរបស់ខ្ញុំដើម្បីធ្វើការដោះសោមួយទៀតអូខេបាន3ម្រាមហើយជាមួយនឹងមួយទៀតខ្ញុំនឹងប្រើកូនដៃរបស់ខ្ញុំដើម្បីធ្វើការដោះសោម្ដងទៀតបង្ហាញដល់អ្នកទាំងអស់គ្នាថាវាអាចស្គាល់បានតែ5ម្រាមដៃអូខេអញ្ចឹងគឺបាន4ម្រាមហើយអញ្ចឹងគឺនៅមេដៃមួយទៀតជាម្រាមចុងក្រោយអូខេគឺបានប្រើ5ម្រាមដៃក្នុងទៅលើតែ fingerprint តែមួយតែប៉ុណ្ណោះអញ្ចឹងបានន័យថាបើលោកអ្នកអាច scan បាន5ម្រាមដៃនៅក្នុងទូរស័ព្ទរបស់លោកអ្នកស្មើនឹងលោកអ្នកអាច scan បានទៅ25ម្រាមដៃដើម្បីដោះសោប្រើនៅលើ model Huawei GR5 នេះដែរអូខេចំពោះ tip មួយនេះគឺមានតែប៉ុណ្្នេះទេអញ្ចឹងគឺសូមអរគុណចំពោះការទស្សនា